អូខេចំណុចមួយដែលប្រជាជនអាស៊ីជាជនខ្មែរយើងខ្វះខាតចាប់ពាក្យមកជាប់ឲ្យធ្វើវាបានណាព្រោះអាហ្នឹងវាធ្វើបាននេះយើងចាញ់ពីគេមកជីវិតសុកគេទម្លាប់ប្រាប់យើងថាកូនមានអីគិតណាណូតវាកូនណូតវាអញ្ចឹងថ្ងៃនេះយើងធ្វើអីតែយើងនឹកឃើញអូស្អែកត្រូវទៅផ្សារអូស្អែកក៏យកនេះឲ្យអ្នកនេះអូស្អែកបំពេញអានេះឲ្យហើយអូស្អែកកុំភ្លេចណាសាវជានេះឲ្យអ្នកនេះអូស្អែកកុំភ្លេចធ្វើអានេះឲ្យគេឲ្យបបណូយកហ្នឹងយើងតែមើលយើងធ្វើអូរបស់នេះស្អែកតាមបានធ្វើស្អែកឡើងយកណូតមកធ្វើអញ្ចឹងក្នុងមួយថ្ងៃហ្នឹងណូតយើងជិត50ណូតព្រលឹមឡើងយើងធ្វើយ៉ាងអស់យ៉ាងហោចក៏99%ណាមួយថ្ងៃទៀតយើងណូតទៀតអញ្ចឹងមួយខែយើងមានរាប់ពាន់ណូតចំណុចដែលយើងត្រូវធ្វើយើងភ្លេចខ្លួនមួយឆ្នាំមានរាប់ម៉ឺនណូតរាប់ម៉ឺនចំណុចដែលយើងបានធ្វើហើយចុះមួយឆ្នាំប្រហែលលានចំណុចដែលយើងបានធ្វើចុះមក10ឆ្នាំយើងនេះប្រហែលសែនចំណុចប្រហែលកោតចំណុចដែលយើងបានធ្វើដល់ពេលយើងគិតទៅមានន័យថាក្នុងជីវិតយើងបានធ្វើបានរៀនបានដឹងបានឆ្លងកាត់បានស្រាវជ្រាវរាប់លានចឹងអាចចំណេះយើងខួរក្បាលយើងស្រាវជ្រាវយើងណាវាមហាសែនលូតលាស់ចឹងបាននៅស្រុកគេខ្លះតែ8 10ចេញមកដូចម្ចាស់ហើយយើងចប់ទៅ4ឆ្នាំតែ22ដឹកនាំក្រុមហ៊ុនមកធ្វើតកែយើងបានធ្វើយើងកក់ក្ដៅត្រូគេដោយសារគេកត់ណូតគេធ្វើហើយគេអត់ដែលម្លងទេដល់ពេលចឹងចំណេះគេកើនអាក្បួនគេធ្វើយល់អាគេចេះដល់ពេលចឹងមកគេពោពេញទលំទលាយចឹងបើកូនខ្លះនៅស្រុកខ្មែរមួយចំនួនគាត់នឹកឃើញអូខេតែស្អែកឡើងអត់បានគិតដល់ពេលធ្វើអត់ចាំអស់អញ្ចឹងយូរទៅ10ឆ្នាំមួយឆ្នាំវាគឺប៉ុណ្ណឹង10ឆ្នាំប៉ុណ្ណឹង20ឆ្នាំប៉ុណ្ណឹងដល់ពេលអាយអាណូតគឺបានតែ100ណូតដល់ពេលការធ្វើបានតែ100ក្នុងមួយជីវិតហើយគេធ្វើបានរាប់ billion note អញ្ចឹងការចេះរបស់គេ billion ដងអញ្ចឹងគេឲ្យកាត់ណូតហើយបើកាត់ណូតជួយអីមានយើងចង់គិតលែងគិតហើយបើយើងមុនចូលគេយើងចេះគិតនេះយើង write down តែរឿង write down យើងកត់ down ឆ្លាស់ខួរក្បាលយើងលែងគិតដែរធ្វើយើងគិតស្រួលដល់ពេលដេកលក់ដូចស្ងប់អារម្មណ៍ស្រួលដេកលក់ឡើងទៅជាក់អញ្ចឹងមុននឹងគេងយើងគិតអីមួយអាគិតហ្នឹងដោយថាយើងមានពេញវិលជុំវិញយើងស្មុគស្មាញណាប៉ុន្តែបើរងថ្ងៃយើងរៀនកត់ណាអាអ្វីក្នុងខួរក្បាលយើងគិតហ្នឹងណាវាស្ទើរតែអស់ហើយអាចងល់វាស្ទើរតែអស់អាដំបងវាច្រើននេះយើងកត់ចង់តន់ទៀតហើយមានអារម្មណ៍អូយលោកមកច្រើនម្លឹងការខ្ញុំធ្វើអស់ទៅបើខ្ញុំអត់ដែរគិតអត់ដែរទៅសេវាមុំទេតែពេលឥឡូវខ្ញុំគិតទៅវាច្រើនព្យាយាមកត់ទៅហើយធ្វើតាមមួយតាមហេតុផលភ្លេចខ្លួនអាច្រើននឹងអាស្មុកស្មាញនឹងគិតចេះអស់ហ្នឹងណាវានឹងអស់ទីដងមួយថ្ងៃហ្នឹង10000នាំយើងភ្លេចខ្លួនសល់1000នេះអញ្ចឹងណាតិចឡើងដល់ពេលរងថ្ងៃសល់តែ14ដល់អញ្ចឹងជីវិតយើងហាក់បីដូចជាមិនស្មុកស្មាញមិនច្រើនហើយអ្វីយើង accomplish ធ្វើហើយ my goodness រាប់លានចឹងអាគេអត់ដែរធ្វើសោះយើងធ្វើរាប់លានណាយើងមានយើងឆ្លងកាត់រឿងរាប់លានដងដោះស្រាយរាប់លានដងបានអានសាវជារាប់លានដងបានទៅជួបបុគ្គលនេះដោះស្រាយនេះឲ្យគេរាប់លានដងមិនយឺតរាប់លានដងមិនខ្វះរាប់លានដងហើយមិនមានបញ្ហារាប់លានដងពិចារណាមើលថាជោគជ័យប៉ុណ្ណាហើយខួរក្បាលយើងអត់ស្មុកស្មាញរាប់លាននាទីអញ្ចឹងខុសគ្នាឆ្ងាយក្មួយលោកគ្រូអ្នកគ្រូអញ្ចឹង make note ហើយក្នុងទូរស័ព្ទយើងមានចឹងមួយខែខ្ញុំមិនតិចទេ note ណាមួយខែនេះ note នេះអូខេនេះក្នុងនេះ note នេះពណ៌លឿងនេះគេពណ៌លឿងហ្នឹងគេ note ចឹងចុចទៅយើងវាយខែ1ឥឡូវខែក្រោយខែ6ថ្ងៃទី1 2021ចឹងវាយលេខ1លេខ2លេខ3ចេះវាយមក note ចេះធ្លាក់មកហើយយើងចេះវាយបន្តពីលើមកហើយយើងមើលទៅថ្ងៃធ្វើអីភ្លេចខ្លួនមួយខែហ្នឹងជួនកាលយើងមាន3-400ចំណុចដែលត្រូវធ្វើជួនកាលទៅមានរាប់មិនអស់ហើយចិត្ត2-3ទំព័រត្រូវធ្វើប៉ុន្តែខ្ញុំមើលទៅខ្ញុំធ្វើអស់ហើយអញ្ចឹងអាកង្វល់របស់ខ្ញុំអត់មានទេហើយខ្ញុំអត់មានអ្វីតែទៅហៅនឹកមិនឃើញដូចមនុស្សសោះវាភ្លេចហៅនឹកមិនឃើញថាអីគេអាហ្នឹងដល់ពេលយើងនឹកមិនឃើញយើងមានអារម្មណ៍ទៅ stress ហ្នឹងហើយតែយូរទៅអា stress យើងអត់មានទេបញ្ហាវាកន្លែងចំណុចហ្នឹងឯងក្នុងឆាកជីវិតគ្មានអីផ្លូវកាត់ទេរបស់ផ្លូវកាត់តែងតែបរាជ័យចឹងណាក្មួយផ្លូវកាត់តាមប្រជ័យហើយដល់ចំណេះតើតែមានគ្រឿងមួយ step បានដាក់គ្រឿង step ទៀតវាអត់បាក់ហើយអាហ្នឹងមកបានដាក់មួយ step វាអត់បាក់អញ្ចឹងការរៀនសូត្រទៅជំនាញអីក៏ដោយត្រូវការគំនិតវិទ្យាត្រូវការរូបវិទ្យាត្រូវការគីមីវិទ្យាអាហ្នឹងតិចហ្នឹងវាជាគ្រឿងផ្សំធ្វើឲ្យស៊ីម៉ង់លាយហ្នឹងវាតាន់ល្អមកកំណត់ល្អអញ្ចឹងយើងត្រូវអា foundation ហ្នឹងគឺជាគ្រឹះមូលដ្ឋានទូទៅហើយ
ស្រុកគេអត់រឿងអាគ្រឹះហ្នឹងណាគឺរកការឃើញអត់បានទេហើយចេញមកភ្លាវយើងមើលគេក៏អត់ដឹងក្បាលក៏ទុយសំខាន់អា foundation យើងនៅស្រុកខ្មែរយើងហៅថា foundation នៅស្រុកគេគេហៅថាយើងត្រូវរៀន liberal art ប្រមាណថ្នាក់យើងត្រូវរៀន fine art ប្រមាណថ្នាក់យើងត្រូវរៀន social science ប្រមាណថ្នាក់ natural science ប្រមាណថ្នាក់ life science ប្រមាណថ្នាក់ហើយបាន world history បានgovernment history ហើយបានស្អីចឹងទៅបានយើងអាចបន្តទៅ major យើងទៅប្រមាណថ្នាក់ទេហើយបានយើងសល់ប្រមាណ1ភាគ3ទៀត1ភាគ4ទៀតគឺ elective ជ្រើសរើសដោយសេរីអញ្ចឹង major យើងភាគច្រើនណាតែប្រហែល1ភាគ3ទេណាហើយក្រៅពីនេះទាំងអស់គឺរៀនគេហៅថាមូលដ្ឋានទូទៅដើម្បីឲ្យយើងទលំទលាយឲ្យយើងចេះពីនេះពីនោះក្នុងសង្គមដល់ពេលយើងធ្វើយើងចេះមានហេតុផលបើយើងគិតយើងចេះមានហេតុផលហើយបើយើងនិយាយមួយគេយើងមិនភ្លាវមិនរឹងខ្លួនអញ្ចឹងអាគ្រឹះហ្នឹងឯងដែលស្រុកខ្មែរហៅ foundation ស្រុកគេហៅថាមូលដ្ឋានគ្រប់មុខវិជ្ជាអញ្ចឹង liberal art អីគេ fine art អីគេ social science អីគេ natural science អីគេ life science អីគេបូកចូលគ្នាមកប្រហែលជាចូល1ភាគ3ដែរអញ្ចឹងអាហ្នឹងជាគ្រឹះធ្វើឲ្យយើងរឹងមាំដែលថាយើងរៀនខាងអីក៏មានអាហ្នឹងរៀនខាងអីក៏មានហ្នឹងហើយដល់យើងចាប់អាហ្នឹងហើយយើងពេលទៅនេះយើងទៅរៀនអ្វី skill ផ្សេងតាម online តាមក្រៅ seminar ទៅដើម្បីថាបន្តពង្រឹងនៅមុខជំនាញយើងដូចអ្នកខ្លះរៀនខាង computer គាត់រៀនអាគ្រឹះអស់ហ្នឹងមែនប៉ុន្តែគាត់ថ្ងៃស្អែកទៅគាត់ទៅរៀន specialize ខាងនេះ specialize ខាងនោះយកខាង Microsoft យកខាងស្អី program យកខាង coding អញ្ចឹងអាហ្នឹង extra យើងរៀនដើម្បីឲ្យយើងចេះបន្ថែមតន់គេហើយតន់ទីផ្សារសម័យកាលនេះផងហើយតែទៅហ្នឹងយើងចូលរួមក្នុងសមាគមអន្តរជាតិទៅលើអាជំនាញហ្នឹងហើយយើងអានសៀវភៅទៅលើអាជំនាញហ្នឹងយើងសិក្សាអ្វីៗក្នុង Google ក្នុង YouTube ទៅលើជំនាញហ្នឹងយើងផ្ដោតទៅលើជំនាញហ្នឹងឲ្យខ្លាំងថ្ងៃក្រោយឆ្អិនដូចបាតដៃចឹងមិនត្រឹមតែឆ្អិនមុខជំនាញយើងដូចបាតដៃទេយើងស្គាល់សង្គមផ្នែកខាងហ្នឹងដូចបាតដៃហើយយើងយល់ពីគ្រឹះដូចបាតដៃអញ្ចឹងវា flavor វាឆ្ងាញ់ណាបាទហើយការសួររៀមច្បងណាកុំពឹងលើសួរគេច្រើនពេកមុំបានហើយមិនសូវទលំលាឲ្យយើងពិតទេហើយបើឲ្យលាក់ក្បាលលាក់កតុយមានន័យថាសូម្បីធ្វើការមួយយើងក៏ដោយយើងយកមកគាត់ជំនាញខាងហ្នឹងដើម្បីឲ្យយើងជួយក្រុមហ៊ុនហ្នឹងក៏យកមកគាត់ស្ទង់យើងសិនស៊ី5ខែយើងសិន2 3ខែសិនហើយគួរសុបាយចិត្តធ្វើអត់គួរឲ្យអត់ឲ្យទៅខ្លាចមិនបានយូរគាត់ទៅវិញអ្នកខ្លះក៏ចូលមកមួយខែវត្តនៅស្រុកគេមើលវត្តពោត្រូវការនេះដូរនេះខ្វះនេះចេះដាក់លើតុមកឲ្យក្រុមហ៊ុនគេកែវត្តចំណងរាប់លានឡើងកាន់ផ្នែកអង្វត្តធ្វើប្រធានផ្នែកអង្វត្តហើយយើងអត់ទេមានអាកំណត់មួយលាក់សិនខ្លាចចោលទៅហុចឲ្យគេទៅគេយកប្រើអស់ទៅគេលែងប្រើយើងមានអាកំណត់ឆ្អល់ណាបើយើងនៅបន្តមានអាហ្នឹងសង្គមយើងគឺមិនលូតលាស់ទេប្រជាជនយើងនៅតែវេទនាដូរបងក្មួយដូរអគតិនិយមចង្អៀតចង្អល់និយមកដេថៃនិយមហើយអាត្មានិយមមួយអាហ្នឹងចូល greed ណាមិនមែន consensus នេះណាមិនមែនមនសិការណាអាហ្នឹង greed ខ្ញុំឈ្មោះរតនាខ្ញុំនៅខេត្តសៀមរាបខ្ញុំមានសំណួរមួយចង់សួរលោកគ្រូពាក់ព័ន្ធជាមួយនឹងលោកគ្រូលើកឡើងពាក់ព័ន្ធជាមួយនឹង 3Q បាទជាសំណួររបស់ខ្ញុំចង់សួរថាតើដើម្បីឲ្យ qualification របស់យើងក៏ដូចជា quality ក៏ដូចជា quantity របស់យើងបានពេញលេញយើងគួរតែបន្ថែមទៅលើចំណុចអីខ្លះដើម្បីឲ្យវាខ្លាយទៅជា full qualification ក៏ដូចជា quality និង quantity លោកគ្រូអរគុណលោកគ្រូបាទដើម្បី qualification យើងបានយើងរៀនជំនាញណាយើងត្រូវសាវជាជំនាញហ្នឹងតាមដានជំនាញហ្នឹងហើយទៅមើលរឿងជំនាញហ្នឹងចូលរួមផ្នែកជំនាញហ្នឹងហើយទៅអានជំនាញហ្នឹងតើតែយើងមានអារម្មណ៍ថាជំនាញហ្នឹងនៅជា part of our life ណាហើយយើងហាក់បីដូចយើងដឹងហ្មងយើងអត់ភ្លាវយើងរៀនកយើងសិក្សាកយើងសាវជឿកយើង relate ជាមួយកយើងសហគមន៍មួយកយើងពាក់ព័ន្ធកមើលអំពីកពេលហ្នឹងយើង qualification យើងឆ្អិនហ្មងឆ្វេងស្ដាំលើក្រោមមេឃដីទាំងអស់យើងយល់ពីសង្គមកហ្នឹងហើយពេលយើងចេញមកធ្វើការពេលគេដាក់ឲ្យធ្វើ number 1កុំ procrastinate កុំពជាកុំខ្ជិលហើយបើយើងអត់ពជាខ្ជិលទេយើងចាប់តាមមានពេលធ្វើហើយបើធ្វើសាវជ្រាវឲ្យអស់ធ្វើឲ្យពេញលក្ខណៈ full ហ្មងហើយឲ្យឆ្អិនឲ្យគេហើយ extra បើគេឲ្យធ្វើ10យើងធ្វើ20សុខចិត្តលើសក្នុងការសាវជ្រាវឃើញបែកកំណត់ថែមលើសក្នុងការអានទៅរបស់ភ្នែកអេតចូលឲ្យយោបល់អាហ្នឹងទៅជាមានគុណភាពឯងហើយទៅហ្នឹងធ្វើឲ្យគឺមិនឈប់ទេធ្វើថែមទៀត
thơ thay biết bên ta ô nam toàn từ hái nó cái xua dân chui kê tới ngọ là đi tới chua luôn sừng công đi tới ao bò cái vui dân khai từ chỉ điểm cho bò mình thấm tại trên thơ đòi open qualification ấy dân thơ khuôn dân bỏ dân open the quality hay mình thầm quality ấy với dân thơ này mình mà cái job quality dân ao mình vô mình đây dân ăn từ đây dân phải vô dân time hay pol lắm rồi open the quantity hai từ tâm năng dân mình pay dân chạy một lễ dân chui nặng nãy như tới dân chui từ nam mà nè khi mơ dân cọ cả đào á đôi chỉ đem cho bong ở trường ở bán á rồi là từ nam mòn ná đọc quạt tới bởi dân tới bà quạt tới lên sờ bài á thơ mìnhรู้đo dân chỉ một cồn năng chẳng đấy năng thơ dân miền qualification quality and quantity ấy ចាជំរាបសួរលោកគ្រូសាជាថ្មីម្ដងទៀតនាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់លោកគ្រូថាបើតាមបទលោកគ្រូគឺជាវិជ្ជបណ្ឌិតមួយរូបនៅក្នុងប្រទេសកម្ពុជាតែខ្ញុំឆ្ងល់ថាហេតុអីបានជាលោកគ្រូបែរជាយកចិត្តទុកដាក់ច្រើនទៅលើវិស័យអប់រំលោកគ្រូអរគុណលោកគ្រូបាទអរគុណច្រើនស្គាល់ Montessori គាត់ជាវិជ្ជបណ្ឌិតដែរប៉ុន្តែគាត់ជាអ្នកបង្កើតវិស័យអប់រំដ៏ល្បីមួយខាងវិជ្ជបណ្ឌិតនិងខាងអប់រំគឺពីរហ្នឹងតែងតែដើរជាមួយគ្នាដើម្បីឲ្យមនុស្សយើងកុំឲ្យមានជំងឺច្រើនកុំឲ្យងងខ្លៅបញ្ហាចាញ់ព្រៀបគេអស់វិជ្ជបណ្ឌិតតែងតែចូលរួមឆ្នៃបណ្ឌិតវិស័យអប់រំហ្នឹងឲ្យទៅមុខជឿនលឿនហើយទាំងអស់ហ្នឹងគឺចេញមកខាងជាវិជ្ជបណ្ឌិតហើយវិជ្ជបណ្ឌិតហ្នឹងជាទូទៅគឺរៀនជ្រៅណាស់បណ្ឌិតរៀន7ឆ្នាំវិជ្ជបណ្ឌិតរៀន11ឆ្នាំតិចបំផុតហើយបើគាត់យកជំនាញថែមទៀតឡើងដល់មធ្យមភាព8-10ឆ្នាំអញ្ចឹងនៅស្រុកខ្មែរយើងពីមុន6ឆ្នាំឡើង8ឆ្នាំអញ្ចឹងណាស្រុកគេមកដល់10ឆ្នាំតិចបំផុតឡើងដល់5-10ដល់8-10បើយើងយកជំនាញដល់វះកាត់ឆ្អឹងវះកាត់កុមារវះកាត់ឆ្លងធ្លាគឺឡើងដល់5-10ឆ្នាំអញ្ចឹងការរៀននោះវាមកជីវិតតាំងពីងារហូតដល់30ជាង70អញ្ចឹងខាងអប់រំយើងយល់ដោយបាត់ដៃប្រព័ន្ធសិក្ខាសាលាប្រព័ន្ធ curriculum ប្រព័ន្ធរៀនថ្នាក់បន្ទប់ថ្នាក់ស្អីយើងហាក់បីដូចជាវា part of កលសិកាយើងអញ្ចឹងជាទូទៅក្នុងសាលាតែតែមានពេទ្យអត់បានទេគេប្តឹងអញ្ចឹងពេទ្យត្រូវតែមាននៅក្នុងសាលាតែតែមានសិទ្ធិឈឺហើយសិទ្ធិឈឺតែតែមានពេទ្យនៅក្នុងហើយមុននឹងចូលរៀនត្រូវតែពិនិត្យសុខភាពបើអត់ពិនិត្យសុខភាពគឺអត់បានរៀនទេហើយមុនចូលរៀនត្រូវចាក់ថ្នាំហើយចាក់ថ្នាំគឺអត់ចាក់ថ្នាំអត់បានរៀនទេហើយពេលមុននឹងលេងកីឡាត្រូវពិនិត្យផ្លូវភេទដើម្បីកុំឲ្យមានការអួលស្ពងស្វាស្អីផ្សេងៗហ្នឹងទៅហើយកុំឲ្យមានការរោគឆ្លងដូចជារោគកាមរោគឬក៏រោគផ្សេងអីឆ្លងដល់គេដែរពេលហើយទៅអញ្ចឹងពេទ្យគឺនៅជាមួយសាលារហូតអញ្ចឹងពេលខ្ញុំរៀនចប់អស់ខ្ញុំជាសាស្ត្រាចារ្យបង្រៀនពេទ្យឆ្នាំទី1ទី2អញ្ចឹងវិស័យអប់រំគឺជាមួយខ្ញុំពេទ្យក៏ជាមួយខ្ញុំហើយខ្ញុំមកដល់ស្រុកខ្មែរក៏ខ្ញុំពេទ្យស្ម័គ្រចិត្តហើយទៅទៅហ្នឹងក៏ខ្ញុំនាំពេទ្យទៅអប់រំខាងប្រព័ន្ធគេហៅព្យាបាលកុមារអាយុក្រោម5-10ឆ្នាំអត់ក្រោម5ឆ្នាំដែលគេហៅថា IMCI នៅឆ្នាំ2002ចុះក្រោមគឺល្បីសំខាន់ណាស់ព្រោះស្រុកខ្មែរហ្នឹងកត្តាឲ្យប្រទេសកំពុងអភិវឌ្ឍមានកត្តាការស្លាប់ច្រើនចំពោះកុមារក្រោមអាយុ5ឆ្នាំទៅលើឈឺរាគហើយនឹងរោគលាកថ្លើមអញ្ចឹងគេហៅថា integrated management បូករួមចូលគ្នាណា management គ្រប់គ្រង integrated of childhood illness ជំងឺក្មេងអញ្ចឹងខ្ញុំជាអ្នក advisor ខាងហ្នឹងដល់ពេលខ្ញុំចប់គេហៅខ្ញុំធ្វើជាស្ថាបនិកព្រឹទ្ធបរិះខាងសុខភាពសាលាមហាវិទ្យាល័យសុខភាពអញ្ចឹងមកជីវិតខ្ញុំវាអប់រំហើយពេទ្យអប់រំពេទ្យហើយជាទូទៅឲ្យតអ្នកខាងសាលាពេទ្យគឺត្រូវតែមានដុកទ័រហ្នឹងឯងហើយឲ្យសាលាតែមានពេទ្យហ្នឹងឯងអញ្ចឹងជាមិនផុតទេគឺវាត្រូវតែចូលគ្នាអញ្ចឹងខ្ញុំបើកពេទ្យដំបង clinic ហើយក៏បើកសាលាប៉ុន្តែសាលាវាដោះធំតែដោះធំច្រើនមិនមែនថាអត់មានពេទ្យដល់ថ្ងៃខ្ញុំមាន clinic 8ក្នុងសាលាខ្ញុំបាទប៉ុន្តែ clinic ខ្ញុំទាំងខ្ញុំខ្លួនឯងព្យាបាលអត់យកលុយទេតាំងពីបើកមកព្យាបាលចូលចិត្ត400,000នាក់អីអត់ដែរយកលុយទេហើយចំណាយលុយអស់ចូលមើលចូលចិត្ត6លានកន្លះហើយលុយខ្លួនឯងអត់ដែរបាន1រៀលចេញពីសមាគមណាទេគឺបានពីបងប្អូនខ្ញុំរៃគ្នានឹងក្រុមហ៊ុននេះឯងរៃគ្នាអញ្ចឹងចំណាយអស់ជាង6លានហើយព្យាបាលជាង40,000នាក់ហើយព្យាបាលពីចិនគឺសិស្សហើយនឹងបុគ្គលិកក្រុមគ្រួសារបុគ្គលិកហើយអ្នកក្រស្ងាត់ខ្ញុំនាំមកអត់ឃោសនាទេអញ្ចឹង clinic ហ្នឹងឯងមាន8
ចាអរគុណលោកគ្រូដោយសារមានប្រអប់សំណួរខិន support ខ្ញុំសូមអានសំណួរគាត់ជូនលោកគ្រូសំណួរបងអូនខិន support គាត់សួរថាតើការគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់និងមិនទាន់មានអ្វីគ្រប់គ្រាន់ក្នុងជីវិតក្នុងមួយថ្ងៃគិតរឿងនឹងច្រើនតើអាចប៉ះពាល់ដល់ស្ថិរអារម្មណ៍ដែរទេបាទគេមនុស្សយើងគេមកឲ្យអវិជ្ជមានគេហៅ negativity គេមកឲ្យ pessimistic អវិជ្ជមានហើយគេមិនឲ្យ negative thinking អវិជ្ជមានអ្វីយើងគិតគំនិតយើងមកដល់ហើយពេលហ្នឹងយើងឆ្ងល់គឺតែងតែទឿហើយអ្វីយើងគិតគំនិតមកដល់អ្វីយើងឆ្ងល់ហ្នឹងគឺគង់តែមកដល់អញ្ចឹងយើងឆ្ងល់អំពីអសវត្ថភាពគឺយើងនឹងអសវត្ថភាពយើងគិតថាយើងមិនកើតគឺគង់តែយើងមិនកើតហើយយើងគិតថាយើងអន់គឺគង់នឹងអន់ហើយព្រោះខួរក្បាលយើងបជាអ្វីដែលយើងគិតអញ្ចឹងណាបាទអញ្ចឹងគេឲ្យយើងគិតវិជ្ជមានគេឲ្យយើងគិតpositive គេឲ្យយើងគិតអ្វីលូតលាស់អ្វីស្រស់ប្រំប្រៃអ្វីល្អហើយព្យាយាមតោងវាទៅទាញវាទៅមុខឲ្យល្អអញ្ចឹងមកគេហៅថាធ្វើអីក៏ដោយប៉ងឲ្យបាន10ហើយធ្វើមិនដល់ឆុងឲ្យបាន10បើមិនបាន10ទេធ្លាក់មកកសប5 6ដែរតែបើយើងមិនដែរប៉ងឲ្យផងបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងបើបានប៉ងទៅ5ធ្លាក់មកសតទៅ1 2វានៅតែតិចជាងគេអញ្ចឹងធ្វើអីក៏ដោយគិតវិជ្ជមានគិតឲ្យល្អព្យាយាមធ្វើអាហ្នឹងហើយខំទៅលើហ្នឹងតិចយ៉ាងច្រើនវាមកតាមការគិតលទ្ធផលដែលយើងធ្វើហ្នឹងអញ្ចឹងកុំគិត negative កុំមើលស្រាខ្លួនឯងមនុស្សយើងនីមួយសក្តានុពល potential នោះគឺខ្លាំងណាស់មនុស្សយើងស្វិតណាស់មិនងាយទេដាច់ទេហើយមនុស្សយើងគឺគេហៅថាញាត់មិនចេះណែនណាញាត់មិនចេះចៀតណាញាតទៅខាងណាក៏ដោយគឺថាមិនចេះទៅហេគឺថាយើង flexible យើងគេហៅថា very resilient flexible ទៅទូតស៊ូហើយយើងតែងតែបាយបត់ទៅបានយើងតែងតែទទួលបានយើងតែងតែញាត់ចូលថែមបានយើងតែងតែវិវត្តទៅមុខបានអញ្ចឹងមនុស្សគេមកឲ្យមើលងាយអ្នកដទៃគេក៏មកឲ្យមើលងាយសុវត្ថិភាពខ្លួនឯងដែរហើយក៏គេមកឲ្យមើលអន់អ្នកដទៃព្រោះមនុស្សយើងភ្លេចខ្លួនតែ5 6ឆ្នាំមកវិញប្លែកនឹកម្សិលមិញខ្ញុំសភាកូនសិស្សមួយក្មេងណាគាត់ចប់93មកដល់ឥឡូវទៅជាអ្នកមេធាវីមួយដ៏អស្ចារ្យដែលយើងមើលមិនស្មានមិនដល់ទេអញ្ចឹងណាអញ្ចឹងគិតអ្វីក៏ដោយធ្វើអ្វីក៏ដោយគិតតែខ្លួនឯងខ្លាំងខ្លួនឯងពូកែខ្លួនឯងអស្ចារ្យហើយប្រាថ្នាឲ្យបានធំដើម្បីយើងព្យាយាមធ្វើថ្ងៃក្រោយតោងឲ្យបានដល់ហ្នឹងហើយបើយើងមិនដល់ហ្នឹងទេភ្លេចខ្លួនក៏យើងបាន80%ទៅលើហ្នឹងដែរអញ្ចឹងណាបាទត្រូវដឹងថាមនុស្សយើងនីមួយគឺមានការប្រែប្រួលមានការលូតលាស់មានឱកាសច្រើនហើយសក្តានុពលនៅលើខ្លួនយើងច្រើនសំខាន់យើងយកមកប្រើវាអត់យើងយកមកឆ្នៃវាអត់យើងផលិតពលឹងដួងពេជ្រយើងឲ្យភ្លឺអត់អ្នកខ្លះមានប៉ុន្តែអួលហ្នឹងអត់ព្រមគិតអត់ព្រមទៅចេញចេះថ្ងៃក្រោយបោះបង់ចោលទៅពលឹងដួងពេជ្រប៉ុណ្ណាណីមិនព្រមពោលឲ្យវាភ្លឺឲ្យវាចាំងហើយដាក់ឲ្យភ្លឺខ្វាក់ផ្សេងចំពោះអ្នកមើលងាយយើងទៀតដូច្នេះហើយបូលីពលឹងដួងពេជ្រយើងសម័យហើយអាហ្នឹងក៏ពេលយើងនឹកឃើញយើងមានកម្លាំងពេលយើងគិតដល់យើងដូចក្លាហានពេលថ្ងៃមុនដេកមលក់គិតដល់ហ្នឹងគឺដេកលក់ស្រួលអាហ្នឹងហើយការសម័យរបស់យើងជាពលឹងដួងពេជ្ររបស់យើងស្វែងរកវាឲ្យឃើញបូលីវាឲ្យភ្លឺផលិតវាឲ្យចេញពេលហ្នឹងក្មួយមហាជោគជ័យហើយពេលយឺតប៉ុណ្ណាក៏ដោយមិនចេះយឺតទេអ្នកខ្លះទៅស្រុកគេអាយុ20មកចាប់បានសិក្សាដូចខ្ញុំទៅស្រុកគេអាយុច្រើនហើយ4 10ចូលទៅថ្នាក់ទី8ទេចាប់ដើមដំបូងប៉ុន្តែអត់ដឹងក្បាលកន្ទុយចុងក្រោយក៏នៅតែជោគជ័យដែរឲ្យតែយើងតទូចណាកុំបោះបង់វាចោលចាំមកក្មួយមនុស្សគេថាពុតតនៅក្មេងបានយើងប្រែប្រួលគាត់តន់ហើយមនុស្សខ្លះគឺឈ្នន់គាត់វារឹងទៅហើយអញ្ចឹងពុតមិនកើតទេអញ្ចឹងមានន័យថាយើងព្យាយាមបានបណ្ណាយកប៉ុណ្ណឹងសំខាន់ឲ្យយើងបានព្យាយាមហើយយើងអស់ចិត្តហើយក្រៅពីហ្នឹងគឺតាមយថាខណ្ឌប៉ុន្តែការទទួលរបស់មនុស្សក៏មិនរកបរាជ័យបើមិនបានពេញ 100% ក៏បានខ្លះហើយអាខ្លះហ្នឹងបើយើងតទៀតគឺវានឹងតស្ពានតចប់អញ្ចឹងគេថាទទូចណាកុំបោះបង់ហើយកុំសង្ឃឹមថានឹងបានដូចចិត្តហ
ហើយកុំសង្ឃឹមថានឹងបានផលមកយើងវិញហើយយើងគួរតែទទួលការលើកស្ទួយការសរសើរដូចធ្វើបុណ្យអញ្ចឹងយើងធ្វើបុណ្យកុំសង្ឃឹមថានឹងបានផលប្រយោជន៍អីមកវិញយើងធ្វើឲ្យចោលហើយសង្ឃឹមថាបានទៅដល់ដតីចោះបើចាំមកតបសងគុណមកខ្ញុំទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងដូចធ្វើបុណ្យអញ្ចឹងការបរៀនគេក៏អញ្ចឹងដែរបរៀនទៅឲ្យគេចេះទៅពេលគេចេះល្អហើយបើគេចេះហើយគេបានលទ្ធផលគេជួយក្រុមគ្រួសារគេអាហ្នឹងវាមហាសាយចំពោះខ្ញុំចំពោះយើងក៏ដូចគ្នាដែរហើយយើងកុំ expect ថាគេនឹងរៀនតាមយើងហើយកុំតូចចិត្តថាគេមិនបានរៀនតាមយើងសំខាន់គឺយើងបានធ្វើបុណ្យហើយយើងបានបង្រៀនគេហើយយើងមិនបោះបង់នឹងការបង្រៀនគេយើងមិនបាត់ទៅទូចនឹងការបង្រៀនគេមនុស្សយើងយូរឆាប់គឺតែយើងប៉ះគឺតែងតែស្អុយឯងតែយើងថើបគឺតែងតែមានក្លិនឯងតែយើងឃើញគឺតែងតែក្នុងវិស័យភ្នែកយើងឯងមិនដែលតែ0ទេអញ្ចឹងណាគ្រាន់តែថាយូរទៅវា fade បាត់ទៅបន្តិចប៉ុន្តែតែចាប់ដៃគឺបានស្ទាបហើយតែមើលឃើញគឺបានជាប់ខួរក្បាលហើយដល់ថើបគឺបានជាប់ក្លិនហើយតែមានបបពិសោធន៍គឺមានអនុស្សាវរីយ៍គ្រាន់តែតិចនិងច្រើនប៉ុណ្្នឹងឯងហើយនឹងឆាប់ភ្លេចគឺក៏យូរភ្លេចអញ្ចឹងបន្តទៅទៀតអញ្ចឹងណាបាទហើយពេលហ្នឹងបាទមនុស្សហ្នឹងប្រព្រឹត្តនៅអ្វីដែលមិនគប្បីបើយើងមនុស្សជុំវិញ ignore គាត់កុំល្វីល្វល់គាត់កុំលើកទឹកចិត្តគាត់កុំចូលក្នុងស្ដាប់គាត់អាហ្នឹងវាយូរទៅគាត់ណាយឯងសំខាន់គឺប្រជាពលរដ្ឋយើងមួយចំនួនណាស្រឡាញ់ចូលចិត្តណាអាការនិយាយដើមចង់ស្ដាប់ណាអារឿងរបស់គេចង់ដឹងឮណាអារបស់มันបានការចង់សើចណារឿងរបស់គេឈឺចាប់អាចចំណុចហ្នឹងតើយើងបរៀនវិញណែកុំនិយាយដើមគ្នាកុំតិចទៀនគេកុំមកស្អុយកុំទេមកតប៉ែអត់បានការធ្វើទៅណាបើចង់និយាយដើមគេលោកឯងសួរមើលតែលោកឯងបានល្អអត់ហើយបើចង់និយាយដើមគេសួរមើលតែវាពិតអត់វាមិនពិតទេហើយបើនិយាយទៅតែគេស្អប់គេចូលចិត្តគេស្អប់ហើយបើនិយាយទៅវាប៉ះតិកិច្ចដល់អ្នកហ្នឹងអត់ណាវាប៉ះតិកិច្ចធ្វើឲ្យគេពិបាកចិត្តអត់ពិបាកចិត្តចុះហ្នឹងបាក់កូននោះឯងតែនៅមិនវិញណាអញ្ចឹងកុំអីណាហើយបើយើងនិយាយភាគច្រើននោះគឺវាមិនពិតនិយាយភាគច្រើនគេស្អប់និយាយភាគច្រើនវាប៉ះតិកិច្ចដល់គេហើយតែនិយាយយូរទៅវាធ្វើឲ្យគេងាប់កាលាមួយជីវិតបើគិតវែងឆ្ងាយថ្ងៃក្រោយដល់ខ្លួនឯងវិញតើវាយ៉ាងម៉េចហើយដល់កូនដល់ចាស់យើងយ៉ាងម៉េចចឹងបើលមុំគួរតែកែទៅហើយមនុស្សខ្លះដល់ខំកយោភឹសបានភ្ញាក់ខ្លួនមានថាលេងមកអស់ដៃណាកុំអែមានថាលះមួយទៅថ្ងៃក្រោយស្វាងហើយចឹងណាបាទដូចប្តីប្រពន្ធចឹងណាខ្ញុំតែងឧស្សាហ៍និយាយក្មេងខ្ញុំប្រម៉ូទអំពើហិង្សាឯណាមានថាស្រុកខ្មែរអាសាងអួយឲ្យប្តីវាយហើយប្តីអាសាញៀនវាយគេដល់ពេលអញ្ចឹងវាទៅជារំលាប់អញ្ចឹងអត់ទេស្រុកគេតែដាក់ដបងគុំក្រោមក្រែទុកចោលមួយតែឲ្យដាក់ភុះបកាច់មួយទៅថ្ងៃក៏ត្រូវអត់ងាប់ទេប៉ុន្តែគាត់ឃើញប្រពន្ធសាពះម៉ែប្រពន្ធគេឲ្យរៀងគេមិនឲ្យញៀនទេគេឲ្យរៀងចឹងធ្វើអីក៏ដោយកុំឲ្យធ្វើទុនខ្សោយប្តីសំផ្ដួលណាលមូលអោនឲ្យគេវាយអីចឹងធ្វើមនុស្សឲ្យមានភាពក្លាហានចឹងណាបាទកុំខ្លាចព្រោះមនុស្សដែលធ្វើបាបគេសម្បូរតែមនុស្សហ្នឹងទុនខ្សោយអញ្ចឹងរៀនចិត្តសាស្ត្រផ្ទុយធ្វើឲ្យយើងឈ្នះបាទតែកុំឲ្យគេងាប់ឲ្យបកាច់ឬក៏បាក់ដៃជើងបានហើយព្រោះពេលហ្នឹងគាត់រៀងហ្មងបាទហើយខ្ញុំនិយាយចឹងព្រោះខ្ញុំមានប្អូនច្រើនស្រីហើយក៏មានកូនស្រីទាំងអស់ធ្វើអីក៏ដោយក្មួយយើងមិនអាចសង្ឃឹមថាបានល្អថ្ងៃក្រោយយើងអត់បានល្អយើងបាក់ទឹកចិត្តខ្លាំងណាស់ហើយខូចចិត្តទៀតធ្វើអីក៏ដោយយើងកុំមិនពឹងថាវានឹងជោគជ័យឬក៏បានល្អទាំងអស់ហើយយើងគិតថាដើរតាមផ្លូវតែងតែមានកឡុកណាដើរតាមផ្លូវតែងតែមានផ្លូវល្អផ្លូវអាក្រក់ដើរក្នុងព្រៃតែងតែមានសត្វណាតែងតែមានសេចក្តីសុខអញ្ចឹងយើងរំពឹងទុកទាំងអស់សំខាន់យើងព្យាយាមត្រៀមយើងព្យាយាមខំយើងព្យាយាមធ្វើឲ្យអស់ពីចិត្តពីកាយបើយើងធ្វើអស់ពីចិត្តពីកាយកម្លាំងញើសឈាមយើងហើយវាមានបញ្ហាក៏យើងអស់ចាក្នុងការទទួលវាដែរសប្បាយចិត្តដែរអញ្ចឹងណាអញ្ចឹងធ្វើអីក៏ដោយគេមិនដែលថា perfect អត់មានបញ្ហាទេតែងតែមានបញ្ហាតែបញ្ហាហ្នឹងបើវាកើតឡើងដោយចែកដល់ណាមួយដែលយើងបានត្រៀមហើយបន្តែគិតមិនដល់បើយើងបានធ្វើហើយបន្តែធ្វើមិនលះហើយដែលយើងស៊ីមិនជ្រៅជារឿងធម្មជាតិប៉ុន្តែយើងតែងតែរំពឹងវិជ្ជមាន and អវិជ្ជមានពេលហ្នឹងគឺបើសិនជាវិជ្ជមានយើងអស់ចាសប្បាយបើអវិជ្ជមានយើងទទួលបានព្រោះធ្វើអីក៏ដោយមនុស្សយើងគេហៅថាសត្វលោក
សត្វលោកធ្វើមិនដែលត្រូវ 100% ទេបើយើងត្រូវ 100% គឺជាព្រះហើយស្មាទោសលើលោកនេះបើព្រះពូកែ 100% មើលអស់អញ្ចឹងយើងមិនដែលមានព្រះច្រើនដល់ម្លឹងជួយមើលគ្នាទេតាំងពីព្រះមហាម៉ាត់អាឡាព្រះយេស៊ូវព្រះហិណ្ឌូព្រះពុទ្ធព្រះអីច្រើនណាចែកតំបន់គ្នាមើលអញ្ចឹងណាបាទដើម្បីភាពកក់ក្ដៅអញ្ចឹងយើងត្រូវយល់ថាសូម្បីតែព្រះក៏មិនបានមើលគ្រប់គ្រងអស់ដែរអញ្ចឹងណាអញ្ចឹងយើងជាមនុស្សបើយើងបានខំអស់តាមលទ្ធភាពដែលយើងខំហើយអាហ្នឹងយើងមហាកក់ក្ដៅហើយអស់ចិត្តហើយអញ្ចឹងណាបាទចាមានសំណួរមួយសួរទៅកាន់លោកគ្រូថាមានវិធីសាស្ត្រអ្វីដែលអាចធ្វើឲ្យយើងមានភាពអត់ទាន់ខ្ពស់លើគ្រប់បញ្ហាភាគច្រើនបើយើងរៀនចេះដឹងច្រើនបើយើងចាស់ទុំច្រើនយើងតែតែមានអត់ធ្មត់ច្រើនមនុស្សដែលអត់សូវមានអត់ធ្មត់ច្រើនឆេវឆាវមួម៉ៅឆាប់តកិច្ចឆាប់ប៉ះទៅឆេះសេកឡូឡាភាគច្រើនមនុស្សហ្នឹងគឺសម្បូរតែមនុស្សដែលមានរោគផ្លូវចិត្តដែលចាប់ផ្ដើមពីរឿងតូចទី1 stress ទី2រឿងច្រើនទី3ស្មុគស្មាញទី4គ្មានអ្នកយល់ចិត្តទី5គ្មានអ្នកគ្រប់គ្រងទី6ឯកោទី7និយាយមិនចេញអត់មានអ្នកណាស្ដាប់តពេលអញ្ចឹងទៅ stress យូរទៅធ្វើឲ្យយើងសៅមម៉ៅយូរទៅធ្វើយើងបារម្ភយូរធ្វើយើងបាក់ទឹកចិត្តយូរទៅមុនដល់ហ្នឹងគឺយើងណានិយាយក៏ក្តៅក៏ហើយណាឲ្យបោកមុំម៉ៅណាប៉ះតិចក៏មុខជូរគេហៅថានរីឬក៏បរោះមុខងាប់ណាខ្លះគេនិយាយអញ្ចឹងឆាប់ឆេវឆាវឆាប់មុំម៉ៅហើយឆាប់ក្តៅក៏ហើយអាហ្នឹងគឺជាជំងឺផ្លូវចិត្តហើយហ្នឹងគឺអាចព្យាបាលជួយបានច្រើនណាហើយជំងឺផ្លូវចិត្តឆាប់មួម៉ៅមិនសូវអត់ធ្មត់ហ្នឹងគេក៏មិនសូវលក់ដែរគិតក៏ច្រើនដែរហើយពេលគេក៏យល់សពទៀតហើយដេកក៏មិនស្ងប់ទេងើបឡើងអស់កម្លាំងសោះអាលីងហាក់បីដូចជាអត់មានធម៌បំពល់ហើយមួយថ្ងៃមហេទុនខ្សោយវិលមុខងើបឈរឡើងគឺវិលមុខហើយដេករសិតរសាប់ដៃជើងអារម្មណ៍ដូចមិនភ្លឺដូចពពកពេញខួរក្បាលមិនច្រាស់ថ្លាហើយគិតអីខ្យងអីមិនចេញញ៉ាំអីមិនឆ្ងាញ់លែងចង់ទៅណាមិត្តភ័ក្តិមិនចង់មានឃ្លានមិនចង់ញ៉ាំមិនចេះឆ្ងាញ់យូរទៅនៅអាយនឹងសង្គមនៅក្នុងបន្ទប់ជួនកាលសង់តែមកស្ដាប់ភ្លេងខ្លួនឯងទៅដែរជួនកាលអង្គុយយំជួនកាលអង្គុយសង់តែមកភ្លឹងទៅហៀទៅភ្នែកអត់ដឹងខ្លួនដែរគឺសិតតែមនុស្សយើងមានរឿងច្រើនហើយខ្ញុំនិយាយមិញphảiប៉ះកិច្ចចំច្រើនអ្នកណាសបោអាហ្នឹងគេហៅជំងឺផ្លូវចិត្តហើយមិនមែនថាយើងព្យាបាលអត់ជាទេបានព្យាបាលបានហើយខ្ញុំអាចជួយបានអញ្ចឹងណាបាទហើយបើសិនតើជួយមិនបានទេព្យាមសមាធិហើយព្យាមប្រាប់ខ្លួនឯងថាខ្ញុំអាចទប់បានខ្ញុំអាចជួយបានខ្ញុំអាចធ្វើបានណាដកដង្ហើមមួយហើយដកដង្ហើមមួយហើយគេហៅ meditate ណាសមាធិទៅហើយព្យាយាមគិតពីវិជ្ជមានព្យាយាមគិតពីរឿងល្អព្យាយាមគិតពីអ្វីដែលយើងគិតថាធ្វើយើងសប្បាយចិត្តសម័យរបស់យើងអីចឹងទៅហើយព្យាយាមទៅកែវាដើរទៅតាមចឹងណាបាទហើយប្រាប់ខ្លួនឯងថាជីវិតមិន perfect មិនល្អអស្ចារ្យអ្នកណាក៏មានបញ្ហាខ្ញុំប៉ុណ្ណឹងមិនដល់ទៅបញ្ហាដល់ទៅធំជាងហ្នឹងមើលបើកឡានចឹងបើកម៉ូតូជិះម៉ូតូយ៉ាងហោចខ្ញុំមានម៉ូតូជិះមើលគាត់នោះអត់មានជិះដើរយ៉ាងហោចខ្ញុំមានផ្ទះនៅគាត់ដេញចាំផ្លូវយ៉ាងហោចខ្ញុំមានបងប្អូនគាត់នោះអត់មានអាណាមើលខុសត្រូវបើមានមើលខុសត្រូវមិនដេកដើរម្នាក់ឯងទេយ៉ាងហោចខ្ញុំមានអីធ្វើការគាត់នោះលីសែនអោបម៉ូតូផងកូនផងជិះកផងហើយឡើងណែនខ្លួនផងគេពិបាកជាងយើងឆ្ងាយយើងគិតចឹងណាចឹងគេឲ្យមើលទៀបជាងយើងកុំឲ្យមើលខ្ពស់ជាងយើងតែមើលខ្ពស់ជាងយើងអត់ងាយសុខទេចិត្តយើងអត់ងាយស្ងប់ទេហើយក្តៅក្រហាយពិបាកចិត្តមួម៉ៅរហូតឲ្យមើលអ្វីដែលអន់ជាងយើងទៀបជាងយើងហើយភាពទៀតតែយើងយ៉ាងហោចណាស់ក៏អស្ចារ្យដែរបើយើងក្នុងទីទឹកក្នុងសង្គមចឹងណាប៉ុន្តែកុំឲ្យឈប់ត្រឹមហ្នឹងខំបន្តទៅមុខទៀតឲ្យបានលឿននឹងទៀតចានៅពេលដែលយើងកំពុងប្រកបមុខរបរឬក៏មានអាជីវកម្មអីមួយនៅក្នុងដៃអញ្ចឹងណាពេលដែលយើងប្រកបហ្នឹងមានមនុស្សមួយចំនួនគាត់ចំណែនឈ្នានីយើងអាចធ្វើឲ្យយើងហ្នឹងបរាជ័យក្នុងការងាររកស៊ីឬក៏ប្រកបអាជីវកម្មហ្នឹងហើយលោកគ្រូមានន័យថាអាចអត់ចឹងណាឬក៏ធ្វើឲ្យយើងបរាជ័យអាជីវកម្មអាចធ្វើឲ្យយើងបរាជ័យដោយសារការចំណែនរបស់គាត់ក្នុងចំណែនរបស់គាត់ធ្វើឲ្យយើងកំពុងទៅរកស៊ីហ្នឹងណាហើយគាត់ចំណែនយើងចាតើយើងអាចនឹងបរាជ័យដោយសារតែគាត់ឈ្នានីយើងនឹងអត់មានតែគាត់ចុកឈាមបើមនុស្សគេធ្វើឲ្យមនុស្សហ្នឹងចុកឈាម
bà cái chế chun po cái tư bà cái chè lớn dương chè tật tư bà cái chè khánh dương chè sạch tư bà cái rô rướng dương rô sốc là ngày hay bà cái một cái mới dương một cái một chú dương một sao chẳng á hay dương thơ ở đâm dương thơ lư dương thơ cô hay đôi tụi tiêu ho chẳng á kru kru nhom trang vàng nhom để dụi chẳng pe mà màu bị sờ chẳng dừng hai con quạt màu chẳng này nom thì mùi quạt chẳng hay chúng ta có tiêm tin đi chẳng có mà đó chặt tóc chê mai còn rát lên to chẳng tới nhấp hẹp trang vàng nhom đây cô giờ sinh nghiêm bây giờ nè nó sinh nghiêm hay nhớ mơ mơ quạt P2 tới mà pu ở ấy đấy hai bạn trên trên cô cho mong tới pu là ngày hay vậy mua thò mà đa được cái ấy chẳng tapi vật đòn tới mèo làm ta có trong tu hoa trong này chia mà bà còn tái đầu tiên với có sai lắm có vô cô mau trần than tiền chẳng đấy bà biết tha bạc nhưng mà lần hết con quạt đạn năng tiết con quạt copy đam chơi một room vì mấy chứ chẳng đấy chẳng biết tha dương chi mà nu đang ngày bật này thơ lư thơm lư ná thơm khơi việc philosophy nơi bật cái ta là bỏ bài mơ mình khơi đậm lư cái ca lang đi chẳng đó bà hay dương khi em thường chân chắc mà kẹp ca philo mà chừng nón đầm bay cầm ôm được chứ miền ca truy tráp của mọi chú lục này chẳng hay rương ban ái tới được bác cho mà nhom sầm khán nhom rồi xí tẹt nhom chỉ kia tẹt nhom plei tẹt nhom chẳng đó bà chẳng là cũng chẳng không chẳng chẳng biết sầm môi xua từ căn được cô tha ta miên vị trí xa bạn nát đầm bay vô bầm bát tầm gọt mình ở bàn anh năng cái hai tha bad habit ភាគច្រើនគឺមកពីខ្ជិលហើយគឺភាគច្រើនមួយទៀតមកពីគេហៅថាកតាជំរុញអ្នកខ្ជិលភាគច្រើនមិនមែនមកពីគាត់ខ្ជិលទេមកពីគាត់ lack of គេហៅថាកតាជំរុញណាកតាជំរុញហើយកតាគេហៅឡើងបឡើងទឹកចិត្តណាអានឹងផ្លូវចិត្តមួយទៀតដែរនៅយើងភាគច្រើនគាត់មានtài rồi bông có mấy ọt môn hay chúng cái giờ đăng để ọt môn nó bị trông hay nửa rí biết cho có trông ta bị cho có tôi môi có trong thơ ấy mình ấy thơ cái trong tốc trao ta hồ thơ định mình trong thơ đối ta ọt cầm lang hay mèo làm thật thông hay đây cái đây trơn ngớp trong ngớp tôi môi chơi là ngày anh nắng chúng cá mau bị ọt môn của mình chẳng bà xin tiền chân những nhót những ai thơ tè tới bỏ môn cho mét cái miền ọt môn phần lào những vĩnh thơ những miền xoa hạp cầm lăng ban ngớ đang trong thơ ca thơ đi thơ nu chân tẩy hay là khá ọt đi và lâm nam mong buôn ngớ bay thơ nu rằng mà hai ó dùm toàn ngớ phong hay mình toàn cho với tập xa thì tàu này chuyện màu bên thế còn phải giúp lá còn trong đua sờ lọp ọt môn có bị tròn về chân dân mà trong thơ ba có đấy những ọt năm nhắm tới phải cho tiệm tính là mọi quãng miền mà nước mình đi sẽ bài kề nhá ná và nó cứ chia trồng ngư môi phía trần thì miền năng môi tiết cứ chia tầm lọp hay cần tầm lọp đó những ai cài ban những ai chui không niêm mà tim muối cứ dân thử set target để dân thử thử set goal là tao dân miền ấy cổ đài mà nước dưới đại miền phần lớn đuông bách mùi rong trăm dưỡng á để dân bòn từ nắng á bà nó khơi tập lớn đuông bách nắng á với cứ thời dân ngớp thời dân plus vào thời miền cầm lăng bọn chỉ tham một pol bỏ những cái ảnh năng ấy bà dương trong tháng chơi này đến ngớm trong ngớp ấy bạc chết đây bên ta đời dương mình vay mua chỉ tha cái chỉ goal bỏ dương phần lớn đuông bách dưỡng á bà dân biến á mình đây tha dương lên chơi này dương lên là tôi môi này dương mới bà lấy bạc chết đây thưa ở dương mình còn lăng mong xin chơi là cụ này ọt chưa đấy sớm mai hay rồi mới ta ai kê lớn đụng phải dân không luôn như vậy kê hay chắc là nó ở chóp á hay Bolivia hay ngay khối phố ở Việt Bản hay bà là cụ này cụ Bolivia hay Thái Toàn vì hay Tam Việt Tây Việt là hốt á ở nghe bà chơi gì chẳng á hay ảnh năng thơ dân mình tham pol cả làng hay chứng vượt hát tầm lọ chẳng à lê xí nó còn trình lọ vượt hát vi hay đào vô ấy mùi vô chia tham một pol là bỏ tiền chẳng á bà
សំណួរមួយទៀតសួរថាតើលោកគ្រូតើមានវិធីសាស្ត្រអ្វីកុំឲ្យខ្លួនឯងចេះតែគិតច្រើនពីបញ្ហាដែលយើងកំពុងតែជួបមួយសិតតែមានបញ្ហាហើយបញ្ហាហ្នឹងយើងអាចដោះស្រាយបានម្ដងមួយហើយបើយើងដោះស្រាយម្ដងមួយភាគច្រើនគឺយើងដូចខ្ញុំថាអញ្ចឹងទី1ដោយសារកត់ចេញមកទី2ដោយសារកុំឲ្យយកវាទាំងអស់មកដាក់ច្បុកពីងវាស្មុគស្មាញយើងដកម្ដងមួយយើងដោះស្រាយម្ដងមួយហើយគិតថាខ្លួនយើងជាមនុស្សមិនមែនមនុស្សអស្ចារ្យទេយើងមិនអាច take care បានទាំងអស់យើងមិនអាចដោះស្រាយបានទាំងអស់ទេអ្វីយើងដោះស្រាយបានយើងដោះស្រាយអ្វីណាជាសំខាន់អ្វីណាជាមិនសំខាន់អ្វីណាគេចាំបាច់អ្វីណាក៏មិនចាំបាច់អញ្ចឹងណាអញ្ចឹងយើងដោះស្រាយតាមកលៈទេសៈហើយតាមសំខាន់របស់វាភាពសំខាន់របស់វាអញ្ចឹងការគិតនៅណាក៏គិតដែរប៉ុន្តែបើយើងដោះធ្វើច្រើនដោះស្រាយច្រើនអាការគិតយើងក៏តិចដែរអញ្ចឹងសំខាន់គឺយើងអត់ធ្វើយើង procrastinate យើងទុកចោលហើយតែទុកចោលគឺយើងចាប់ផ្ដើមខ្ជិលចាប់ផ្ដើមជន់ចាប់ផ្ដើមចាប់ផ្ដើមច្រើនចាប់ផ្ដើមស្មុគស្មាញចាប់ផ្ដើមគិតចាប់ផ្ដើមភ័យតែភ័យយូរទៅបារម្ភយូរទៅដល់ panic មិនស្លន់ស្លោធ្វើលេងចេញបណ្ដោយហើយចាប់ផ្ដើមទៅជាបោះបង់ចោលប្រឡែងចោលលែងធ្វើបើរៀនចឹងរៀនដល់ពេលយើងចេះតែខ្ជិលយើងចេះតែពជាដល់ពេលយើងធ្វើអត់ចេញចិត្តដល់ថ្ងៃយើងបារម្ភដល់ពេលដល់មែនភ័យសុំសញ្ញាតលក្ខណៈនឹងចោលអញ្ចឹងគឺចឹងឲ្យទម្លាប់ហ្នឹងអញ្ចឹងគេមិនឲ្យយើងធ្វើអីពជាគេមិនឲ្យធ្វើអីយើងចាំដល់ថ្ងៃទឹកដល់ច្រមុះបានធ្វើគេឲ្យធ្វើតិចជាប្រចាំរាល់ថ្ងៃទៅសេកត់ត្រាជារាល់ថ្ងៃដោះស្រាយបញ្ហាជារាល់ថ្ងៃហើយបើធ្វើមិនចេញទេដើរសួរគេយោបល់គេសួររៀមច្បងឬក៏ប្រឹក្សាយោបល់ពីណាមួយក្នុងជីវិតយើងមួយត្រូវមានអ្នកគេហៅថា mentor មនុស្ស mentor គឺមនុស្សចាស់ទុំដែលផ្ដល់មតិយោបល់ស្ដាប់យើងឬក៏មនុស្សដែលថាចេះដឹងផ្ដល់អនុសាសន៍ផ្ដល់ counseling ប៉ុន្តែមិនចង់យកតែមិនចង់យកផលប្រយោជន៍ហើយក៏មិនចង់មនុស្សដែរហើយក៏មិននិយាយដើមទៀតអស់អ្នកតីដែរអ្នកខ្លះជួយយើងឲ្យមោទនភាពដើរប្រាប់គេអាហ្នឹងមិនមែន role model ក៏មិនមែន mentor ដែរយើងចង់បានជាងគេគឺ confidant គឺមកពីពាក្យ confident តែចង់កយ ANT អាហ្នឹង confidant មនុស្សដែលយើងទុកចិត្តបានហើយប្រាប់រឿងយើងអស់យំលើស្មាថ្ងៃស្អែកឡើងគឺមិនហាច់ទូឲ្យក្អែកស៊ីរបស់យើងទេអញ្ចឹងណាមនុស្សយើងទុកចិត្តមនុស្សមួយត្រូវតែមាន confidant ហ្នឹងម្នាក់នៅក្នុងខ្លួនយើងដែលយើងទុកចិត្តបានដែលរឿងរំពឹងបានដែលយើងសួរយោបល់បានហើយដែលយើងមិនព្រួយបារម្ភថាគាត់នឹងវាយប្រហារយើងទេអញ្ចឹងណាបាទគឺស្និទ្ធជាងមិត្តភក្តិទៅទៀតមានសំណួរមួយទៀតសួរទៅតាមលោកគ្រូថាតើទៅធ្វើដូចម្ដេចដើម្បីគ្រប់គ្រងខ្លួនឯងបំបត្តិភាពភ័យខ្លាចមុននឹងនិយាយចេញមកភាពភ័យខ្លាចអាហ្នឹងគឺជំងឺគេហៅថា fear ហ្នឹងគឺឥឡូវនេះវាចូលក្នុងជាតិខ្មែរយើងវាចូលក្នុង gen របស់យើងហើយដោយសារការបំភ័យការបាក់ស្បាតការឆ្លងកាត់វាធ្វើយើងខ្លាចតាំងពីជំនាន់ដើមម្លេះយើងមានសង្គ្រាមយើងមានឆ្លងកាត់ពលពតយើងមានឆ្លងកាត់ច្រើនដល់ពេលអញ្ចឹងចេះតែមិនហ៊ាននិយាយមិនហ៊ានធ្វើហើយម៉ែឲ្យចេះតែថាកុំមាត់កុំកស្ងាត់ទៅអញ្ចឹងអាហ្នឹងវាចេះតែវាសម្ពាធនៅក្នុងខ្លួនយើងដល់ពេលកើតមកគេថាញ៉ាំហើយញ៉ាំរៀបឲ្យគេស៊ីបាត់ឲ្យគេមកចាប់យកណាហើយកុំយំឲ្យប៉ូលីសមកឡើយហើយអស់ហ្នឹងតែតិចដែលវប្បធម៌យើងហ្នឹងវាធ្វើឲ្យយើងទៅជាមនុស្សមួយក្នុងសង្គមទាំងមូលជាមនុស្សខ្លាចគ្រាន់តែហៅយាយមួយបេះដូងយើងលោតមុខដល់អាស្លេកបាត់ហើយហៅដល់យើងចង់លើកដៃមួយមិនតាមបានលើកដៃយើងគិតវែងឆ្ងាយធ្វើយើងស្រាវឆ្អឹងខ្នងត្រជាក់ខ្លួនបាត់ហើយធ្វើយើងមុខស្វាយបាត់អាភ័យខ្លាចហ្នឹងដោយភាពអារម្មណ៍ចាញ់ប្រៀបគេ inferiority បើយើងគិតថាខ្លួនខ្ញុំមិនចាញ់អ្នកឯងទេខ្ញុំក៏ដូចអ្នកឯងក៏ដូចខ្ញុំដែរខ្ញុំក៏មនុស្សមួយអ្នកឯងក៏មនុស្សមួយដែរហេតុអ្វីខ្ញុំត្រូវខ្លាចអ្នកឯងហេតុអ្វីខ្ញុំចាញ់អ្នកឯងហើយបើខ្ញុំមានចង្អល់ហ្នឹងអ្នកឯងប្រហែលជាមានចង្អល់ជាងខ្ញុំអ្នកឯងល្ងងជាងខ្ញុំអ្នកឯងមិនហ៊ានច្រើនបានមិនសួរខ្ញុំហ៊ានសួរមានតែខ្ញុំគ្រាន់បើយ៉ាងឯងហើយចឹងខ្ញុំសួរហើយបើខ្ញុំសួរហ៊ានបំបែកកញ្ចក់នឹងម្ដងពីរខ្យល់ចូលមកឡើងភើយល្អជាក់ស្រួលជឿបំបែកបាកញ្ចក់នឹងដបងឲ្យវាបែកអញ្ចឹងយប់ឡើងមុនគេងសម័យគឺថាយកអាយួរដែកហ្នឹងដែលជាចំណេះដឹងពីផ្លាអញ្ចឹង
វាយវាបែកប្រអប់កញ្ចក់ហ្នឹងដែលពាត់ជុំវិញយើងធ្វើឲ្យយើងទឿទៀបរុញហ្នឹងណាវាយវាបែកសម័យលូបឡើងរយប់មុនគេងរថ្ងៃមុនងើបសម័យថាខ្ញុំនឹងវាយកញ្ចក់ហ្នឹងឲ្យបែកតាមចំណេះដឹងខ្ញុំឲ្យញួរដែកហ្នឹងចំណេះដឹងវាយបែកមិនឲ្យរុញរាមិនឲ្យចាញ់ព្រៀបមិនឲ្យខ្លាចគេមិនឲ្យមានអារម្មណ៍ទឿទៀបទេត្រូវតែលើកដៃលើកឲ្យផុតនិយាយយកឲ្យលះថាឲ្យចំរហូតតទៅយើងមានភាពក្លាហានសូម្បីតែងើបឈរឲ្យយំងើបឈរឲ្យហៀតែភ្នែកងើបឈរមុខស្វ័យងើបឈរធ្វើតែម្ដងពីរដងថ្ងៃខ្លះអាហ្នឹងវាផ្សាយឯងវារត់ចោលយើងឯងភាពក្លាហានចេញពីកន្លែងហ្នឹងហ៊ានបរិច្ចាគនិងភាពខ្មាស់អានហ៊ានបរិច្ចាគនិងភាពភ័យនិងខ្លាចប៉ុន្តែទាំងអស់ហ្នឹងវាមិនមែនខ្មាស់គេទេវាជាចំណុចមួយគេរសារវាចំណុចមួយគឺអង្អាចដែលយើងធ្វើបានអ្នកផ្សេងធ្វើមិនបានអញ្ចឹងភាពភ័យហ្នឹងប៉ុន្តែបើយើងភ័យលើដើមពេករហូតដល់យើងធ្វើអីមិនកើតពីការនិយាយក៏មិនកើតឡើងធ្វើសាសនាក៏មិនកើតហើយរឿងមិនកើតរហូតដល់យើងរៀនចាញ់ព្រៀបគេសើចយើងហើយគាត់ឡើងទៅញាប់ជង្គង់អាហ្នឹងគឺជំងឺហើយអញ្ចឹងគេមានថ្នាំព្យាបាលមុននឹងឡើងនិយាយគេដាក់ថ្នាំទីទៅដើម្បីធ្វើយើងស្ងប់អារម្មណ៍ហើយយើងលែងភ័យអញ្ចឹងសុខគេព្យាបាលហ្នឹងទៀតអាហ្នឹងក៏ជំងឺមួយដែរអញ្ចឹងណាបាទហើយយើងអត់ដឹងថាហ្នឹងជាជំងឺទេអញ្ចឹងយើងឡើងដោយវេទនាយើងឡើងដោយធ្លាក់បន្ទុកប៉ុន្តែយើងទៅពេទ្យយើងប្រាប់គេទៅគេឲ្យថ្នាំយើងមកគ្រាប់ទូចមួយមុននឹងឡើងនិយាយយើងញ៉ាំទៅបាទហើយយើងញ៉ាំទៅយើងមានអារម្មណ៍លែងភ័យហើយអញ្ចឹងណាបាទហើយបើយើងអត់ដឹងយើងពិការរហូតទៅរៀនក៏អញ្ចឹងហើយខួរក្បាលយើងអត់នឹងទេហើយក៏ចូលទៅនឹងដូចតែញ៉ៃហ្នឹងដល់ពេលអញ្ចឹងរៀនអត់ចូលហើយរៀនទៅជាតែគេហៅថា attention យើងវាអត់មូលក៏គេមានថ្នាំដែរដើម្បីព្យាបាលរោគ attention ADHD អញ្ចឹងណាបាទចឹងភាគច្រើនអ្វីកើតឡើងគេ classify ទៅជាជំងឺហើយខ្មែរយើងមានជំងឺផ្លូវចិត្តនឹងច្រើនដែលថាយើងអត់ទទួលស្គាល់អត់បានដឹងឮប៉ុន្តែបើសិនជាមកជួបថ្ងៃគាត់បានរៀនជ្រៅយើងដឹងថានេះសិតតែជំងឺខុសៗគ្នាដែលគេបែងចែកហើយជំងឺហ្នឹងសិតតែព្យាបាលបានទាំងអស់ចឹងណាចឹងបើសិនមានបងប្អូនណាដែលថាមានអ្នកឈឺមានបាក់ចិត្តមានអ្នកលងលោតមានអ្នកឯកោមានអ្នកមើលទៅឈ្មុកសងូនអីចឹងណែនាំគ្នាទៅពេលតែគ្នាឈឺហើយគ្នាលែងដឹងខ្លួនឯងទៅឈឺហើយតើតែយើងមិត្តភ័ក្តិបងប្អូនស្រឡាញ់ទីគ្នាមកអូសទីគ្នាមកអ្នកជួយគ្នាឲ្យទៅមុខចឹងណាបានគ្នារួចចេញពីរន្ទាក់ផ្លូវចិត្តហ្នឹង